បីដាតែងអាប៉ោងតែថ្ងៃហ្នឹងអត់និយាយពីរឿងអាប៉ោងគឺនិយាយពី player ហ្មងសម្រាប់គ្នាយើងណាដែលលេង Hero Assassin ស្អីហ្នឹងគឺថាមានសម្បូរទៅដោយកញ្ញាចូលចិត្តស្រឡាញ់ច្រើនអីចឹងណាបើសម្រាប់ខ្ញុំវិញ player ខ្ញុំនេះគ្មានទៅចេះលេងស្អីទេចេះលេងតែអាប៉ោងហ្នឹងហើយទឹកដៃប៉ោងខ្ញុំគឺគ្នាយើងដឹងហើយហ៊ានណាប្រហែសប្រហោង Slane ស៊ីពេមួយស្រេចឥឡូវយើងក៏លេងទៅមកសាច់ហ្គេមយើងវិញឃើញណាខ្ញុំនេះកំពុងតែជួយវាយឲ្យ Golden ខ្ញុំមានបានអីចឹងទៅក៏ប៉ុន្តែលបងពីរនាក់នេះគឺនៅមិននៅមកអីណាអេស្មែលអីណាខ្ញុំក៏ហុកទៅវិញភ្លឹបណាមកចង្វាក់ចូលកាបេះគូតចនសានហ្នឹងទៅណាទៀតចាយសរងជន់មួយណាបាក់ក៏យើងដល់0ហ្វេននេះហោះឆាបទៅឆាបមកពេលហ្នឹងនៃចាំកាំងទៀតគឺជារបស់ខ្ញុំហើយបន្ទាប់ពីយើងញ៉ាំពេលរួចហើយយើងក៏លេងទៅមួយនាទីឃើញថាទី2តែម្ដងហើយថតក៏កើតមកទៀតហើយយើងក៏លេងទៅមួយជាមួយនឹងខាលីគេណូឃើញថាមានការដើរឆែកម៉ែបហើយលបងហៅខិតខ្ញុំក៏បិទភ្លើងប្រាប់មកណាញ៉ាំតថលភ្លឹប3នាក់អីចឹងទៅអត់មានខ្វាយខ្វល់ជីវិតអេនមីឯងមាន3នាក់អីលេងខ្លាចអីក៏មិនតែអដៃណែស៊ីប៉ែមកអារឿងស៊ីប៉ែហ្នឹងវាគឺជារឿងធម្មតាទេមិនអញ្ចឹងឯងដៃតែងគ្នាយើងក៏លេងទៅមើលសាច់ហ្គេមនេះវិញឃើញណាលបងខាលីមកខ្ញុំ2តង់ហើយតែកន្លែងហ្នឹងងាប់ចាប់ទុកថាកម្មតាមស្នងយើងណាហើយបន្ទាប់ពីកម្មតាមស៊ីគូតកោរួចហើយក៏លេងមកមើលកន្លែងនេះវិញឃើញថាយើងលេងតម្រង់ខ្លាចាំស៊ីប៉ែឲ្យតែប៉ែដើរមកប្រហែល61ភ្លឹបឃើញណា Slane ស៊ីប៉ែស្អីអាចហើយយើងក៏លេងជាមួយយករ Midland យើងបន្ទាប់ឃើញថា enemy ហ្នឹងអត់មានទៅណាទេនៅតែ Midland ហ្នឹងយល់លបងខាលីស្អីយើងហ្នឹងខ្ញុំហុកភ្លឹបគឺណាខាំកាបេះគូតបើតែផ្លេចមើលយន្តអ៊ីឌូរ៉ាខ្ញុំអត់មានអាទីមានអីទៀតសាច់រឿងចាប់បោកខ្ញុំដូចកែបយ៉ាងនេះមិនមែនប៉ោងឯងគេហៅកែបបោកតែវាមិនជាបញ្ហាទេអា hero ហ្នឹងបោកបាននៅក្នុងហ្គេមនេះតែបើអ្នកខ្លះវិញនៅក្រៅហ្គេមគេបោកហើយចូលក្នុងហ្គេមអា hero ហ្នឹងចាប់បោកទៀតណែលេងទីទួចឯងមានខឹងណាអេស្មែលមួយឥឡូវនឹងកលេចមកមើលជាមួយសាច់ហ្គេមយើងវិញឃើញថាខ្ញុំនេះលេងអាកណិតអាក្រក់ហ្នឹងទៀតហើយ Cyber Hyper កលេចទៅមើលចនសាន់គេបើកមកយកគុណលៀងទោស Cyber High ដើរបុកឡានអីចឹងណាដើម្បីឲ្យគ្នាយើងនឹងមានកម្លាំងចិត្តឲ្យខ្ញុំស៊ីពេបន្តទៀតកលេចទៅមើលផាសាគេវិញឃើញថាបាក់កយើងដបាត់ហើយបើតែចនសាន់នេះក៏មិនរួចខ្លួនដែរ Triple Kill អ៊ីឌូរ៉ាងាំហើយអាម៉ាច់អ្នកតាមចាប់ Skin Alpha Legendary នេះលុយសតនៅបើថាមិនទាន់លុយសតទេគឺគ្នាយើងអាចup diamond ជាមួយនឹង Boss Shop បានដោយសារតែការ free kit លើកទី2ហ្នឹងគឺមកដល់ថ្ងៃទី29ហើយបើអញ្ចឹងសម្រាប់គ្នាយើងណាដែលដឹងថា top up diamond កន្លែងណាចំណេញអីចឹងណាគឺគ្នាយើងអាច top up diamond ជាមួយនឹង Boss Shop បានមានតម្លៃសមរម្យក៏ដូចជាសេវាកម្មរហ័សទាន់ចិត្តផងដែរហើយការ free ticket លើកហ្នឹងគឺគេ free ជាមួយនឹង18 ticket ដូចគ្នាផងដែរដែលគ្នាយើងគ្រាន់តែ top up diamond ជាមួយនឹង Boss Shop $14.70 ទៅនោះគ្នាយើងនឹងទទួលបាន diamond រហូតដល់1136 diamond ឯណោះបើក៏ដូចជាបូកជាមួយនឹង ticket 18 ticketជូនគ្នាយើងតែម្ដងបើហើយតម្លៃ discount ផ្សេងគឺគ្នាយើងអាចចូលមើលនៅក្នុង website Vibo Shop បានតែខ្លួនឯងតែម្ដងគ្រាន់តែគ្នាយើងចុច link នៃ Jasmine បានដាក់ឲ្យនៅក្នុង comment មកប៉ក់ហ្នឹងឬក៏គ្នាយើងចូលទៅកាន់ជ្រោមវាពាក្យថា viboshop.com ទៅនឹងឃើញជាមួយនឹង website Vibo Shop តែម្ដងបើតែបើសិនជាគ្នាយើងចង់កក់ diamond ទុកមុនពេល event Alpha Legend ចាញ់ free ticket នៅស្អែកថ្ងៃទីម៉ោង3ហ្នឹងគឺថាគ្នាយើងក៏អាចធ្វើការឆាតទៅកាន់ Vibo Shop ឬក៏ Telegram Vibo Shop បានដែរតែប្រាប់ក្រុមការងារមកប៉ក់ពីប៉ក់ទៅនោះក្រុមការងារនឹងធ្វើការរៀបចំជូនគ្នាយើងតែម្ដងគ្រាន់តែដល់ម៉ោង3ភ្លាមហ្នឹងគឺថា diamond នឹងផ្លោងចូល account របស់គ្នាយើងភ្លឹបតែម្ដងហើយឥឡូវយើងងាកក៏ចំហកាបេះគូតមើលอยู่ในសាច់ហ្គេមយើងបន្ទាប់ឃើញថាខាងខ្ញុំខាងគេហ្នឹងក៏សាហាយគោខើតែ Hellcat នេះគឺថាខ្លាចខ្ញុំស៊ីបើអញ្ចឹងហើយក៏សម្រាប់ចិត្តថាស្មៃតែអត់អីទេដំរីជើង4គង់តែមានផ្លាត់អ្នកបើកឡានចេះស្ទាត់គង់តែ Legendary របស់ Hellcat ក៏លេខទៅវិញនៅសាច់ហ្គេមយើងបន្ទាប់ឃើញថា Hellcat យើងមានទៅណារួចទៀតនៅក្នុងផ្ទះខ្ញុំមាន skill មានអីជួយក៏ខ្ញុំអត់ជួយដែរសុកចិត្តទុកឲ្យនៅក្នុងផ្ទះកណ្ដោយកណ្ដាច់ម្នាក់ឯង flame shot មកងាវប៉ក់ដេកសាតអញអស់និយាយមកហើយគ្នាយើងឃើញតែងដូចខ្ញុំហើយគ្នាយើងចង់ប្រាថ្នាលេងចង់ជួបតែងចឹងអត់បើសម្រាប់ខ្ញុំវិញគឺបើសិនជាខ្ញុំលេង EP ឬក៏ខ្ញុំលេង mid លេងអីហ្នឹងគឺខ្ញុំអត់ចង់ជួបជាមួយនឹងតែងប្រភេទហ្នឹងទេដោយសារក៏ក្រិចពេកដូចកន្លែងនេះចឹងណា Slane បើបាទហើយមានអីទៀតសាច់រឿងបើក៏ស៊ីពេ Akill នឹងក៏ស៊ីពេ Hyper ហ្នឹងក្រងាប់មកបើសិនជា Hyper ចេះរលុយខ្លួនឯងតែអត់អីទេដោយសារ Hyper យើងមានលុយហើយទួនមានលុយក៏យើងលួចបើលួច Kill លួចពេលួចអ្វីគ្រប់យ៉ាងដែរក៏លេងមកមើលកន្លែងនេះវិញឃើញណា Bruno គេដើរត្រង់ពេកខ្ញុំ
របស់ច្បាក់ទៅលេងហុកមកមានឯណាទៀតលឿនឆ្កើដល់ខាងស៊ីពេក៏លេខមកមើលកន្លែងនេះវិញឃើញណាគេដាច់អស់ហើយនៅសល់ជាប៉ែផាសាមួយខ្ញុំក៏សម្រាប់ចិត្តថាដាក់មួយទៀតត្មងទៅមានអីទៀតសាររឿងស្លេនក្នុងផ្ទះក្នុងអីស៊ីពេតែឃើញថាមីនៀនយើងហ្នឹងក៏រៀបនឹងអស់ដែរគ្នាយើងហ្នឹងក៏កាន់តែផ្កើនគេផ្កើនទៅផ្កើនមកឲ្យគេរៀបនឹងអ៊ីពេចខាំបែកហើយកន្លែងនេះខ្ញុំខំអាយ៉ាមួយក៏ប៉ុន្តែអាខាងគេខាលីហ្នឹងវាកើតលឿនពេកចេញមក clear lane ផងលើកបោកផងដំពងផងទៅណារួចទៀតហុកបានតែមីឌៀនឹងមានអីដកថយសិនហើយធីមយើងហើយបន្ទាប់ពីយើងដកថយផឹកកាហ្វេអាយឡាតេស្កូ50រួចហើយខ្ញុំនេះក៏ប្រាប់គ្នាថាចេះខ្មុលមកខ្មុលមានអីទៀតសាច់រឿងហុកបាន Bruno មកនិយាយពីថាជាងខ្មុលទៀតមកហូមស៊ីប៉ែហើយបន្ទាប់ពីយើងលេងអា style ខ្មុលមករួចហើយក៏ឃើញថាខាលីគេហ្នឹងអស់សមត្ថភាពនៅក្នុងការទប់ទេហើយក៏ដើរបកគលខ្លួនឲ្យតាមសមូលអីចឹងណាតែចនសាន់គេវិញគ្មានតែបកគលខ្លួនទេមកដល់គប់ម៉ាឡេតគប់អីណាណៃបើក7កាបេះគូទៀតចេញមកឆ្លើយមករកបើកឡានបុកទៀតអីណាណៃមានអីទៀតសាច់រឿងនេះចង់ទៅណាកាបេះគូនេះហុកមួយភ្លឹបគ្នាខ្ញុំចូលទៅដល់វាយយកមានអីទៀត hell cut ខ្ញុំណាលេងជើង style ងាក់មួយភ្លឹបហើយហ្គេមហ្នឹង win ត្រឹមហ្នឹងហ្មងអញ្ចឹងគ្នាកុំភ្លេច follow J7 ផងណាអរគុណគ្នាយើងជម្រាបលាបាយ